បាទអរុនសុស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃអាទិត្យចុងសប្តាហ៍បាទសម្រាប់ពីការងារក៏មកផ្ទះហ្នឹងហើយក៏ឆ្លៀតពេលកាត់ស្មៅបន្តិចបាទដោយសារតែខានមកផ្ទះប្រហែលថ្ងៃហ្នឹងហើយខានកាត់ស្មៅយូរឃើញតែស្មៅហ្នឹងវាដុះច្រើនមែនទែនបាទដុះឡើងស្ដុកអ៊ូញតែម្ដងបាទហើយកាត់ហ្នឹងគឺអ្នកកាត់នេះគឺអត់សូវក៏អត់សូវទំនងសោះបាទហើយមៀតក៏ធំដែរហ្នឹងអ្នកកាត់គីឡូចូល100គីឡូហើយបាទថ្ងៃនេះថ្ងៃអាទិត្យចឹងហើយអត់មានភ្លៀងទៀតថ្ងៃនេះបាទចឹងអត់មានភ្លៀងមេឃក៏ស្រឡះល្អហើយខែផ្សាយទេទេសភាពបាទស្អាតហ្នឹងហើយក្រោយផ្ទះខ្ញុំហ្នឹងមានភ្នំបាទមានភ្នំជាប់ដីគេហ្នឹងគេមានអូដែរបាទអញ្ចឹងទឹកប្រើប្រាស់ក៏យើងយកពីអូហ្នឹងមកប្រើប្រាស់ដែរសម្រាប់ខែប្រាំងណាបាទតែសម្រាប់ខែវស្សាគឺយើងប្រើទឹកភ្លៀងបានបាទនេះទេសភាពក្រោយផ្ទះខ្ញុំហើយបន្ទាប់ពីកាត់រួចឃើញថាស្រឡះហើយយើងកាត់ស្មៅស្រឡះអញ្ចឹងទៅដើម្បីមន់ទាអីគ្នាដើរស៊ីដើររកចំណីអីហ្នឹងក៏វាស្រួលដែរបាទហ្នឹងហើយស្មៅដែលលាស់ខ្ចីហ្នឹងក៏មន់ហ្នឹងវាស៊ីទាឬវាហួរអញ្ចឹងទៅបាទឆាប់ធំល្អហ្នឹងហើយនេះទេសភាពក្រោយផ្ទះរបស់ខ្ញុំបានហ្នឹងហើយបាទឃើញថាពពកឡើងក្រាស់ក៏ប៉ុន្តែទេសភាពគឺខៀវស្រស់ស្អាតខ្លាំងមែនតើបាទហើយនេះលហុងបងប្អូនលហុងផ្លែច្រើនណាបាទប្រហែលដាំតែប្រហែលដើមទេបងប្អូន4 5ដើមតែហូបមិនអស់ទេទុំជ្រុះណាស្អុយពេញហ្នឹងអត់មានអ្នកហូបណាហូបអត់អស់បាទមើលទុំក្រហមពេញដើមហ្នឹងហើយតទៅពីកាត់ស្មៅហើយនេះក៏មកលេងជាមួយទាបាទទានេះគ្រួសារខ្ញុំក៏អ្នកចំទេបាទបើខ្ញុំមិនចប់អត់ហើយបាទរឿងសัตว์អីហ្នឹងណាមិនចេះមើលថែទេខ្ជិលលំដាប់កំពូលហើយបាទទានេះវាស៊ីអត់រើសទេទាកប៉ានេះហ្នឹងហើយស៊ីស្អីក៏ស៊ីដែរពោតក៏ស៊ីស្អីក៏ស៊ីដើមចេកក៏ស៊ីតកួនវាមានស្អីក៏ដាក់ឲ្យវាស៊ីទាំងអស់ហ្នឹងហើយស៊ីអត់ចេះឈប់ទេស៊ីមួយថ្ងៃវល់ល្ងាចវាស៊ីហ្នឹងហើយស៊ីច្រើនណាស់បាទហើយធ្លាប់ឲ្យចំណីអញ្ចឹងដើរទៅណាក៏ដើរតាមដែរហ្នឹងហើយដូចកូនអញ្ចឹងបាទមានមួយយ៉ាងដែរបាទនៅផ្ទះយើងមានចំសัตว์ចំអីទៅតនេក៏អប់បំបត្តិការអប់សុកហ្នឹងហើយលេងជាមួយវាអញ្ចឹងណាបាទមកគេខ្ជូតក៏ឲ្យស្រឡាញ់ណាហ្នឹងហើយមានមន់ក្រៅពងមានមន់ក្រៅពងមានទាក្រៅពងហ្នឹងហើយបាទចឹងថ្ងៃចុងសប្តាហ៍នេះបើបងប្អូនជើញទៅខាងណាខ្លះដែរសម្រាប់ខ្ញុំអត់ទៅណាទេនៅផ្ទះហ្នឹងហើយ